trái phải lý mấy nhâm thai nhâm trăm thọtไปchạy thơ đa cho hổ lỡ thơ đa lang tu hả mấy cái liệp bông xi măng rồi nè sao mà đó ơi ngày lỗ nó mấy bạn chỉ làm ở lan tay à nó phải bao giờ ngày phạt lên mà mấy chiếc đó màn សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺពួកខ្ញុំបានរៀបចំចេញដំណើរទៅកោះស្ដេចនៅឯខេត្តកោះកុងណាបងប្អូនចឹងថាតើដំណើរកំសាន្តរបស់ពួកខ្ញុំលើកនេះពួកខ្ញុំត្រូវត្រៀមអីខ្លះតោះតាមមើលទាំងអស់គ្នាចាអញ្ចឹងពួកខ្ញុំមកជួបជុំគ្នានៅម៉ោង 5 កន្លះហើយឡានចាប់ដើមវិលកង់នៅម៉ោង 6 អញ្ចឹងនេះពួកខ្ញុំកំពុងត្រៀមខ្លួនសម្រាប់ឡើងឡានហើយអញ្ចឹងអ្វីដែលពួកខ្ញុំរៀបចំហ្នឹងគឺអត់មានអីទេគឺមានតែរៀបចំកៅអៅដាក់មកម្នាក់មកកាបូបហើយឡើងឡានទៅបដ ாய் ដោយសារអីគេរបស់ហូបចុកអីគឺខ្ញុំមានបងស្រីដែលគាត់ជាអាណាព្យាបាលគាត់ទំនុកបំរុងឲ្យហើយអញ្ចឹងសម្រាប់ពួកខ្ញុំគឺដឹងតែរៀបចំអីវ៉ាន់កាន់កាបូបឡើងឡានធ្វើដំណើរទៅហ្មងសម្រាប់ខ្ញុំមកឲ្យតែពេលដើរលេងម្ដងណាខ្ញុំនិយាយមែនគឺខ្ញុំ excited ណាខ្ញុំតែងតែមកមុនគេឲ្យដើម្បីចាប់កន្លែងនិយាយទៅដូចមានអារម្មណ៍ថាដូចការនៅក្មេងៗអញ្ចឹងណាឲ្យតែពេលទៅណាមកណាត្រូវចាប់តុកត្រូវចាប់កន្លែងអង្គុយឲ្យបានមុតគេមុខគេអញ្ចឹងទៅព្រោះដោយសារអីខ្ញុំពុលឡានអញ្ចឹងខ្ញុំអង្គុយក្រោយអត់បានទេខ្ញុំត្រូវចាប់ពីរកកៅអីណាមុខអញ្ចឹងគឺស្រោតមកតែម្ដងបងប្អូនចានិយាយទៅមួយឡាននេះ25កៅអីគឺពេញបឹបតែម្ដងអត់មានសល់ចន្លោះទេបងប្អូនគឺពួកខ្ញុំមកគ្នា25នាក់គឺអង្គុយឡើងណែនតែម្ដងចឹងបន្ទាប់ពីយើងបានឡើងឡានហើយគឺយើងចាប់ផ្ដើមដល់វគ្គម៉ោងអាហារពេលព្រឹកហើយចឹងយើងមានបាយមាននំប៉័ងមានកាហ្វេមានអីចឹងណាដើម្បីធ្លាប់ពោះសម្រាប់ការបន្តដំណើររបស់យើងទៅមុខទៀតចាអញ្ចឹងនេះគឺយើងបានចុះពីផ្លូវលបឿនលឿនហើយគឺយើងចូលមកដល់ផ្លូវលបឿនធម្មតាវិញអញ្ចឹងនេះគឺផ្លូវគឺគេកំពុងតែសាងសង់ប៉ុន្តែគេសាងសង់ស្ទើរតែ 90% ហើយបងប្អូនអញ្ចឹងអត់មានប្របាក់ជាអីទេនេះគឺគេបានរាយគ្រោះរាយអីហើយអស់ហើយនៅចាំតែចាក់កស៊ូអញ្ចឹងចាក់កស៊ូមកតង់ទៀតហើយគឺងាយស្រួលហើយតែទោះបីតែគេអត់តន់ចាក់កស៊ូមែនប៉ុន្តែក៏ផ្លូវក៏អត់ប្របាក់ជាដែរព្រោះដោយសារអីគេរាយរៀបឲ្យវាកិនវាឲ្យចូលគ្នាវារៀបឲ្យអស់វាអត់ប្របាក់ជាដោយការពីគេកំពុងឲ្យធ្វើការពីលើកមុនថ្មីចាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានបំណងចង់មកលេងកោះស្ដេចគឺកុំបារម្ភខ្លាចថាផ្លូវពិបាកអីគឺអាចមកលេងបានគឺផ្លូវងាយស្រួលទេព្រោះពេលខ្ញុំមកនេះគឺខ្ញុំមកនៅថ្ងៃ20ជាងខែ3នេះហើយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអាចមកលេងនៅក្នុងខែ4ខែអីហ្នឹងអាចថាផ្លូវហ្នឹងគឺសឹងតែចិត្តហើមស៊ូមគេអ៊ុតកស៊ូហើយទៀតផងអញ្ចឹងនេះគឺពួកខ្ញុំបានមកដល់វងមូលផ្លូវខ្សែភូថងដើម្បីឡើងទៅកោះស្ដេចឯងបងប្អូនអញ្ចឹងពួកខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែសម្រាប់យើងជិះទូកបន្តទៅគេងនៅកោះស្ដេចណាបងប្អូន
អូយបានឃើញសមុទ្រលឹមៗឲ្យបងប្អូននិយាយទៅសប្បាយចិត្តហ្មងណាខ្ញុំធ្លាប់មកលើកមុនម្ដងដែរកោះកុងប៉ុន្តែខ្ញុំអត់បានមកខាងកោះស្ដេចហ្នឹងទេខ្ញុំទៅខាងតាតៃអញ្ចឹងនេះគឺជាលើកទី1របស់ខ្ញុំហើយដែលបានឡើងទៅកោះស្ដេចអញ្ចឹងទៅឥឡូវចាប់ផ្ដើមឃើញសមុទ្រលឹមៗទៅសប្បាយចិត្តមែនតើបងប្អូនតិចទៀតយើងបានទៅដល់កោះស្ដេចហើយមកដល់កំពង់ផែសម្រាប់ជិះទូកឲ្យបងប្អូនអញ្ចឹងឥឡូវហ្នឹងគឺកំពុងតែថេថរកន្លែងទម្លាក់អីវ៉ាន់ដើម្បីចុះពីលើឡានហើយឡើងបន្តដំណើរជិះទូកមកតង់ទៀតដើម្បីទៅគេងនៅទស្សនៈនៅឯខាងភូមិកោះស្ដេចនឹងឯងទេសចរសញ្ញាទេសចរនេះហ៎ចាបងប្អូនអញ្ចឹងនេះគឺយើងបានឈប់ឡានហើយយើងមានចំណតដែរសម្រាប់យើងឈប់ឡានហើយយើងចាប់ផ្ដើមធ្លាក់អីវ៉ាន់អូយម្នាក់មកដល់ទីតាំងទឹកមុខស្រស់ស្រាយខ្ញុំប្រឹមប្រៃមែនតែនហើយអត់មានសង្វាតរឿងអីទេគឺសង្វាតដាក់អីវ៉ាន់ចុះរៀងខ្លួនហើយគឺចាប់ផ្ដើមថតរូបជុំវិញសមុទ្រនឹងតែម្ដងនិយាយទៅគឺស្អាតហ្មងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងថ្ងៃខ្ញុំមកគឺថ្ងៃក្តៅខ្លាំងមែនតែនហ្មងអញ្ចឹងគឺសមុទ្រស្ងប់ល្អហើយខ្ញុំសប្បាយចិត្តថាបានសមុទ្រស្ងប់អញ្ចឹងព្រោះដោយសារខ្ញុំពលឡុកបើសិនជាមេរៀងសតុំឬក៏រៀងខ្យល់អីទឹកឡុកបក់ខ្លាំងអីខ្ញុំគិតថាខ្ញុំប្រហែលជាជិះទូកនឹងទៅដឹងពលខ្លាំងហ្មងប៉ុន្តែសំណាងដែរថ្ងៃនេះគឺថ្ងៃក្តៅខ្លាំងហើយទឹកអឡុកឡើងស្ងប់អញ្ចឹងមើលទៅខ្ញុំមានសង្ឃឹមថាខ្ញុំបានជិះទៅដោយសប្បាយចិត្តអត់បានពលអឡុកហើយក៏អត់បានពលឡានដែរចាយប៉ូលីសមិញខ្ញុំថាខ្ញុំចាំថតពេលចាឯងធ្វើដាចុះហ៎ឥឡូវធ្វើដាឡើងទូកហ៎មិនអាលាកពងស៊ីម៉ាំងលើអូណែសម្រាប់អើយថ្ងៃល្អណាចាអញ្ចឹងបន្ទាប់ពីតម្លាក់អីវ៉ាន់រួចហើយថតរូបរួចហើយអស់នៅម្ដុំកំពង់ផែនឹងហើយអញ្ចឹងគឺដល់ពេលវេលាដែលយើងត្រូវចុះទូកហើយអញ្ចឹងម្នាក់សប្បាយនេះមើលនាំគ្នាចុះទូកហើយដើម្បីតម្រង់ឆ្ពោះទៅកន្លែងកោះស្ដេចហ្នឹងអូយនេះតែទូកខ្ញុំមិនមែនទូកដំបងហ្នឹងណាខ្ញុំត្រូវឆ្លង3ទូក4ទូកទៀតដល់បណ្ដល់ទូកខ្ញុំគឺនៅខាងចុងគេចាបងប្អូននេះគឺជាទេសភាពនៅលើទូកអញ្ចឹងយើងបានជិះទូកហើយអញ្ចឹងគឺអត់សូវអាឡូខ្លាំងទេខ្យល់ក៏អត់មានដែរគឺស្ងប់ល្អនិយាយទៅគឺសប្បាយចិត្តមែនតើសម្រាប់ខ្ញុំសប្បាយចិត្តជាងគេដោយសារខ្ញុំពលឡូក៏ដល់ពេលចឹងបានចឹងទៅនិយាយទៅគឺ enjoy ចឹងគឺអាចថតរូបអាចថតវីដេអូថតអីបានយកមកចែកម្លែកគ្នាផុសអញ្ចឹងឯងដែរបងប្អូនចាដូច្នេះសម្រាប់ដំណើរកំសាន្តទៅកាន់កោះស្ដេចរបស់នាងខ្ញុំគឺវគ្គទី1នេះគឺសូមស្លេះត្រឹមប៉ុណ្្នឹងសិនគឺយើងនឹងមានបន្តនៅវគ្គទី2បន្តទៀតអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងតាមដានជាមួយនឹងនាងខ្ញុំនៅវគ្គ2បន្តទៀតចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវគ្គទី2